សូមក្រាបថ្វាយបង្គំចំពោះគុណបរតនត្រ័យទាំង3ដោយសេចក្តីគោរពជ្រះថ្លាពីខាងដើមនៅក្នុងគ្រាឱកាសនេះទូព្រះបង្គំខ្ញុំប្រកាសណាសូមឱកាសនឹងបានលើកយកនៅប្រគាថាត្រង់បទព្រះសម្ពុទ្ធព្រះអង្គទ្រង់សម្ដែងថាពាក្យថាសទ្ធានេះយើងអាចប្រែបានទៅតាមលក្ខណៈប្រែថាស្ទុះទៅប្រែថាជ្រះថ្លាប្រែថាការជឿសតហតិអេតាយាតិជាសទ្ធាសភាវៈដែលជឿលោកហៅថាសទ្ធាសេចក្តីជ្រះថ្លាក្តីគឺលោកហៅថាជាលក្ខណៈរបស់សទ្ធាការរងថ្លាការល្អប្រសើរចិត្តរីករាយជ្រះថ្លាល្អជ្រះស្រឡះនៅមន្ទិលគ្រឿងកង្វល់នៅក្នុងចិត្តលោកប្រៀបធៀបហៅថាជាសទ្ធាសទ្ធានេះទៀតសោតមានឧបការៈ2យ៉ាងទី1អកុសលវុដ្ឋាបេថ្វាសទ្ធាអាចញ៉ាំងឲ្យឃ្លាតចាក់នៅអកុសលបានបុគ្គលណាដែលកើតមានសេចក្តីជ្រះថ្លាបុគ្គលណាដែលកើតចេញអំពីទឹកចិត្តដែលជឿទៅលើផលកម្មហើយគឺបុគ្គលនោះរមែងនឹងអាចឃ្លាតចាកពីអកុសលបានអកុសលធម៌បានសំដៅទៅលើការឃ្លាតចាកដោយសេចក្តីជឿយ៉ាងហោចណាស់ព្រះពុទ្ធព្រះអង្គទ្រង់សម្ដែងថាកម្មសទ្ធាជឿទៅលើផលកម្មជឿទៅលើផលកម្មគឺជឿទៅលើបុគ្គលសាបព្រោះពូជបែបណានឹងទទួលបានផ្លែផ្កាបែបនោះបើយើងប្រព្រឹត្តល្អដោយកាយដោយវាចាដោយចិត្តនឹងរុញច្រានផលល្អឲ្យល្អប្រសើរដោយកាយដោយវាចាដោយចិត្តក៏ប៉ុន្តែបើយើងនាំគ្នាយកកាយទៅប្រព្រឹត្តអំពើអាក្រក់វាចាប្រព្រឹត្តអំពើអាក្រក់យកចិត្តទៅគិតនៅក្នុងគ្រឿងសៅហ្មងក៏សទ្ធាក៏មិនអាចកើតទៅជាសទ្ធាបានវាធ្វើឲ្យអកុសលនឹងកើតមានក៏ប៉ុន្តែបើបុគ្គលនោះមានសេចក្តីជ្រះថ្លាមានសទ្ធាជឿជាក់ទៅលើផលកម្មជឿផលរបស់កម្មជឿថាសត្វមានកម្មរបស់ខ្លួននិងការជឿការត្រាស់ដឹងរបស់ព្រះតថាគតហើយគឺនរជនប្រុសស្រីនោះនឹងអាចឃ្លាតចាកនៅអកុសលធម៌បានកើតចេញដោយសារសទ្ធាទី2លោកពោលថាកុសលេបតិដ្ឋាបេតិសទ្ធាអាចតម្កល់នៅកុសលដ៏ប្រពៃបានបុគ្គលដែលកើតចិត្តជាសទ្ធាជ្រះថ្លាបុគ្គលដែលបានកើតចិត្តជាសទ្ធាដ៏ប្រពៃហើយនឹងរុញច្រាននៅកុសលធម៌នោះឲ្យដោះដាលឲ្យរីករាយឲ្យត្រេកអរឲ្យចម្រើនកើតមានដោយហោចណាស់លោកពោលថាសទ្ធាពីរជាងសទ្ធាគឺជាពូជសទ្ធាគឺជាពូជបើសិនជាយើងអត់មានសទ្ធាដោះឡើងទេពូជគឺបុណ្យកុសលក៏មិនអាចកើតឡើងដែរបុណ្យកុសលក្តីថ្នាក់វិបស្សនាសមាធិក្តីក៏កើតចេញពីសទ្ធានៃការជឿនេះដែរទី2សទ្ធាធនណាំងលោកពោលថាសទ្ធានឹងគឺជាទ្រព្យដ៏ប្រសើរសទ្ធាធនណាំងសទ្ធាគឺជាទ្រព្យដ៏ប្រសើរសំដៅទៅលើដែលយើងបានកើតមកជាមនុស្សដែលបានកំណើតមកជាមនុស្សគឺជាការក្រនេះក៏កើតចេញពីសទ្ធានេះដែរជាពូជជាបុណ្យជាកុសលសម្រាប់ខ្លួនយើងទី3លោកពោលថាសទ្ធាបាថៃយ៉ាងសទ្ធាគឺជាស្បៀងរបស់នរជនផងទាំងពួងបើសិនជាយើងមានសទ្ធាយើងនឹងមានស្បៀងហ្នឹងគឺជាគ្រឿងទំនប់បំរុងជាគ្រឿងប្រើប្រាស់ជាគ្រឿងប្រស្រ័យយ៉ាងណាមិញមនុស្សយើងដែលកើតឡើងមកមានបញ្ញាល្អយល់ដឹងកិច្ចកលការៈជ្រៅមកពីធ្លាប់បានដាំពូជសទ្ធាការជឿត្រូវនឹងឲ្យកើតមានជាស្បៀងសម្រាប់ទៅមុខទៀតលោកពោលមកបែបទៀតលោកពោលថាសទ្ធិនត្រីយ៉ាងសទ្ធាគឺជាធំសទ្ធាគឺជាធំឯមកបែបទៀតលោកពោលថាសទ្ធាបលាំងសទ្ធាគឺជាកម្លាំងសទ្ធាគឺជាកម្លាំងសម្រាប់ច្បាំងនឹងសឹកសង្គ្រាមគឺរាគាតិកិលេសមានលោភៈទោសៈមោហៈជាដើម